ស្វាគមន៍បងប្អូនអរគ្នាមកកាន់ឆ្នេរសេសានស្ថិតនៅក្នុងខេត្តស្ទឹងត្រែងថ្ងៃនេះខ្ញុំមករកបខឹមញ៉ាំជាលើកទី1ចង់ដឹងថាបខឹមនៅក្នុងខេត្តស្ទឹងត្រែងនេះរដូវធ្លាក់ខ្យល់នេះឆ្ងាញ់អត់ទៅតាមដានទស្សនាវីដេអូនេះមួយខ្ញុំទាំងអស់គ្នាតោះត្រីអើយត្រីក្រមកមិនដូចធំសំផងនឹងបងត្រីអើយទេសភាពនៅទន្លេសេកុងស្អាតមែនទែនបងប្អូនអរគ្នាមើលទៅខាងណកឥឡូវម៉ោងទៅតែ4ណាអ្នកនរគ្នា4គត់ទៅប៉ុន្តែដោយសារតែរដូវធ្លាក់ខ្យល់អញ្ចឹងអាកាសធាតុរៀងមើលទៀងស្ទប់ស្ទុំបន្តិចប៉ុន្តែស្អាតមែនទែនអ្នកនរគ្នានៅខាងក្រោមទឹកទន្លេហូរខ្លាំងមែនទែនហ្មងនៅខាងក្រោមបើអាកាសធាតុនៅមានពន្លឺម៉ោង3ម៉ោង4ក៏ដោយក៏បងប្អូនអរគ្នាគួរតែប្រើជាមួយនឹង sunscreen ដើម្បីថែរក្សាផ្ទៃមុខអ្នកនរគ្នាកុំឲ្យជ្រីជ្រួញជាពិសេសការពារពន្លឺថ្ងៃស្នាមអុចខ្មៅស្នាមជាំ sunscreen របស់ Moria គឺល្អមែនទែនដែលមាន SPF 50+ PA 4+ ល្អចំពោះសុខភាពស្បែកមុខលាបហើយមានសំណើមឲ្យមុខយើង glowing ស្អាតតែម្ដងអ្នកទាំងអស់គ្នាអាចរកទិញបានតាមតំណែងចែកចាយល្អមែនទែនសូម្បីតែដបក៏គុណភាពដែរបងប្អូនអរគ្នាគឺតាន់ណែនដែលបងប្អូនអរគ្នាអាចដាក់តាមខ្លួនបានហើយល្អចំពោះសុខភាពស្បែកមុខតាណាម៉ាណាលាប sunscreen ជារៀងរាល់ថ្ងៃដើម្បីការពារពន្លឺព្រះអាទិត្យបើនិយាយពីខេត្តស្ទឹងត្រែងវិញមានកន្លែងដើរលេងច្រើនមែនទែនបងប្អូនអរគ្នាអាចទៅលេងឆ្នេរសេសានឆ្នេរសេកុងស្រុកថ្លាបរិវត្តកោះខេប៉ុន្តែឥឡូវលេចបាត់ហើយមានកន្លែងដើរលេងច្រើនទៀតជាពិសេសខាងក្រោយខ្ញុំនេះគេតែរៀបចំថ្មីអ្នកទាំងអស់គ្នាខ្ញុំដើរមករ៉ោនដល់បងប្អូនអរគ្នាមើលស្អាតមែនទែនបងប្អូនអរគ្នាគេគូថ្មីហ្មងណាហើយកន្លែងនេះគេតែរៀបចំថ្មីគឺស្អាតខ្លាំងមែនទែនបងប្អូនអរគ្នាមើលទៅគឺបង្ហាញអំពីរចនាបថមួយដែលលេចធ្លោនៅក្នុងខេត្តស្ទឹងត្រែងនិយាយអំពីព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសវត្តហើយនឹងជនជាតិបារាំងដែលចំនួនអាណានិគមនិយមបារាំងបងប្អូនអរគ្នាបាត់ដំបងសៀមរាបស៊ីសុផុនអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំមកនេះគឺចង់មកញ៉ាំបខឹមទេទៅតាមដានមួយខ្ញុំថាបខឹមនៅនឹងតើគួរតែញ៉ាំនៅកន្លែងណាឆ្ងាញ់គេរៀបចំឲ្យឆ្ងាញ់តោះកាលពីឆ្នាំមុនបងទិញរថយន្តក៏ចិត្តយ៉ាងអូនស្រីបងប្អូនអរគ្នាអ្នកនៅស្ទឹងត្រែងខ្ញុំទៅតូបណាក៏គាត់ចិត្តល្អតែម្ដងនេះមកធ្វើឲ្យខ្ញុំញ៉ាំនេះធ្វើម៉ាឆាបងប្អូនចាំជួយគ្រប់គ្រងគាត់ផងនៅលក់ក្រោយត្រីប៉ាស្អ៊ីនឹងតែម្ដងបាទមានម៉ាឆាមានដូងធម្មជាតិរបស់ខ្មែរយើងនេះយាយបងឯងថាមកខ្ញុំនឹងតិចខាតឥឡូវគិតលុយទៅគិតលុយអូចិត្តល្អដល់ហើយនេះបាទម៉ាឆាខ្មែរយើងបាទគេអ្នកលក់ចិត្តល្អអ្នកគ្នាមកជួយទិញបងត្រីផងណាសប្បាយមែនទែនមកខេត្តស្ទឹងត្រែងម្ដងវីដេអូចង់ធ្វើខ្លីប៉ុន្តែថែមថយមកឡើង10នាទីវីដេអូនេះបាទគាត់សុំឲ្យជួយប្រម៉ូទនំអន្សមបងប្អូនអរគ្នាសុំមកចូលរួមជួយជាវនំអន្សមផងនេះនៅចិត្តត្រីប៉ាស្អ៊ីតែម្ដងនំអន្សមខ្មែរយើងគាត់មិនមានត្រឹមនំអន្សមទេនេះនំខ្មែរយើងគ្រប់ប្រភេទទាំងអស់បងប្អូនអរគ្នាចង់បានគ្រប់កម្មវិធីអីក៏មាននេះអន្សមស្នូលពងទាប្រៃក៏មានស្នូលខ្មែរស្នូលសាច់ជ្រូកមានទាំងអស់មកឥឡូវជួយទិញបងអានេះស្នូលអីគេបងស្នូលពងទាប្រៃមើលសុំស្នូលពងទាប្រៃ2មកមិនបាច់កាត់ទេចឹងហ៎ហ្នឹងហើយដាក់ចូលថង2មកគេជិះម៉ូតូក៏ស្គាល់ដែរអ្នកលក់ត្រីលក់កាហ្វេស្គាល់ទាំងអស់នៅស្ទឹងត្រែងបាទនិយាយទៅហ្វេនខ្ញុំដែលមានចំនួនច្រើនជាងគេគឺនៅស្ទឹងត្រែងនេះមានចំនួនច្រើនជាងគេបន្តមកទៀតខេត្តកណ្ដាលច្រើនដូចអូជូននេះឥឡូវលក់ហ្មងទៅជួយទិញតោះអត់លក់ទេឥឡូវខ្ញុំជូនបងនេះអ្នកនរគ្នាគាត់ជិះម៉ូតូស្កាត់មកឲ្យអន្សមនេះបងប្អូនជួយគ្រប់គ្រងពួកគាត់ផងសវណ្ណស្ទឹងត្រែងបងប្អូនសវណ្ណស្ទឹងត្រែងទីរួមនេះខ្ញុំសប្បាយចិត្តបងអូយអរគុណបងអរគុណគ្រប់ស្រឡាញ់បងខ្លាំងតាមក្រោយឲ្យអរគុណច្រើនបងប្រហែលជាស្អែកទៅខ្ញុំទៅវិញបងអរគុណបាទសវណ្ណស្ទឹងត្រែងជួយគ្រប់គ្រងពួកគាត់ផងអរគុណបងលាសិននេះបងអូយអរគុណបានជិះតាមឲ្យអន្សមលឹងពីហ្វេនបានអូដល់កន្លែងលក់បាយមួយឯងឯឡាកន្លែងគាត់បខឹមអ្នកនរគ្នាបខឹមមួយឯងរៀបចំឲ្យខ្ញុំចាកុំភ្លេចជួយមកញ៉ាំផងអមហាងឈ្មោះអីគេខ្មែរឡាវហាងគាត់ឈ្មោះខ្មែរឡាវម្ហូបខ្មែរច្រើនមុខតែម្ដងហើយម្ហូបឡាវក៏មាន signature ឆ្ងាញ់ផងដែរឥឡូវថ្ងៃហ្នឹងមកញ៉ាំមកថតឲ្យម៉ែតែម្ដងបាទពីបខឹមអ្នកទាំងអស់គ្នានៅក្នុងខេត្តស្ទឹងត្រែងគេមានបច្ចេកទេសគេធ្វើអត់ឆ្អាបទេបងប្អូនគេមានលាងទឹកទេបខឹមនេះអត់ដែលញ៉ាំហ្មងធ្លាប់តែឮគេធ្វើមិនដឹងថារសជាតិបែបណាគេញ៉ាំបែបណាទេប៉ុន្តែគាត់ដាក់មួយតសក់គាត់ថាញ៉ាំមួយត្រប់ក៏បានដែរក្នុងនោះគឺមានពងហ្មងអ្នកទាំងអស់គ្នានេះមកខ្ញុំសុំបើកមើលឲ្យបងប្អូនមើលបន្តិចនេះមានពងហ្មងហើយសាច់គឺឡើងស្វិតហ្មងបងប្អូនអើយខ្ញុំមិនដែលញ៉ាំតែគេញ៉ាំមិនទេដាក់ចូលមាត់ចឹងហ្មងនេះអារម្មណ៍ថាដូចម៉ាំប៉ុន្តែសាច់គឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនសេគេក្តៅហ្មងសាកតិចសិនរៀងខ្មៅតិចអានេះមួយបខឹមខ្ញុំឲ្យបខឹម10លើ10អានេះខ្ញុំឲ្យ10លើ10ឆ្ងាញ់ដូចគ្នាតែម្ដងលក្ខណៈប្លែកហ្មងមានអារម្មណ៍ថាសាច់ជ្រូកនៅក្នុងហ្នឹងបងប្អូនអរគ្នា
hơi ấn kháng hơi nhắm tới mẹ rộng ha like là hai mình tên làm đâu mà ta nhanh như bom bồn bà này chu tịnh máu hà đi cái hai cái tên này hai bữa sinh bom bồn nó hơi trong nhắm thọp mau bàn tay nhưng mà sơi chơi nhắm trọp nhom chơi nhắm cho mũi space ní hai bom bồn này ai chụp bài cổ chma bàn bà cổ chma đạn vậy tới đạn mà chú căn là nhanh thì bom bồn nàyហើយយើងខ្ចប់មកបងប្អូនអរគ្នាអាចធ្វើជាញោមក៏បានឬក៏ខ្ចប់ដូចខ្ញុំញ៉ាំក៏បានដែរញ៉ាំបែបខ្ញុំមកឆ្ងាញ់ជាងបងប្អូនញ៉ាំដៃឆ្ងាញ់មែនតើនេះគេហៅថាសេកអ្នកទាំងអស់គ្នារៀងប្លែកដែរចំពោះខ្ញុំហើយមិនបាច់បារម្ភទេនៅស្ទឹងត្រែងគឺសត្វតែបន្លែព្រៃតែម្ដងអត់មានជាតិគីមីទេបងប្អូនអញ្ចឹងអាចញ៉ាំតាមចំណង់ចំណូលចិត្តយើងបានរបៀបដូចញ៉ាំដូចញោមដែរអញ្ចឹងណាបងប្អូនអ្នកខ្លះទៅគេញ៉ាំដូចលក់នេះសេកលើកទី1អត់ដែរញ៉ាំទេណាសេកបងប្អូនហើយគេដាក់ជីបន្តិចទៅគេដាក់ម្ទេសបងប្អូនអរគ្នានេះម្ទេសបន្តិចមកមានត្រប់មានសណ្ដែកបដោះហើយមានអីគេអានដឹងនេះហើយគេបងប្អូនអរគ្នាមិនដែរស្គាល់លេនេះសម្ាញ់ទៅលើនេះហើយគេមានអានេះជូបាទជូហើយគេមានស្ពៃខ្មៅបងប្អូននេះស្ពៃខ្មៅហើយយើងច្របាច់ជាមួយនឹងក្រូចឆ្មាបាទច្របាច់ក្រូចឆ្មាបន្តិចមកបាទអូយបាយធម្មជាតិតែម្ដងនេះសុំមួយម៉ាត់ទៀតចុងក្រោយតែម្ដងជាមួយនឹង Sunscreen Moria បងប្អូនអរគ្នាអាចរកទិញបាននៅតាមតារាងចែកចាយយើងអាចលាបទៅធ្វើមុខយើងមានសំណើមហើយ glowing ការពារកម្ដៅបានរហូតដល់មួយថ្ងៃ